ជំរាបសួរអ្នកទាំងអស់គ្នាជួបជាមួយនឹងខ្ញុំនៅដាណាជាមួយនឹង vlog ថ្មីពាក់ព័ន្ធជាមួយនឹងអាហារពេលព្រឹកបាយឆ្ងាញ់នៅសៀមរាបនិងកាហ្វេនៅមាត់ស្ទឹងនឹងឯងទីតាំងរបស់គេវិញគឺស្រួលរហូតទេគឺជិះទៅសៀតាមមាត់ស្ទឹងនឹងរហូតទៅគឺឃើញគេដាក់ថាបាយសៀមរាបឆ្ងាញ់នៅខាងស្ដាំដៃហើយប៉ុន្តែសំខាន់គឺខ្ញុំកន្លែងឡុងលើជាមួយនឹងទេសភាពតាមមាត់ផ្លូវស្រស់ស្អាតពេកត្រជាក់ស្រួលត្រជាក់ភ្នែកដើមឈើធំអីចឹងណាហើយដល់ពេលជិះមកដល់ហើយឃើញដូចតំណងប៉ុន្តែអត់ច្បាស់ជិះហួរបដ ாய் ណាតែมันជាថ្មីទេយើងហួសហើយក៏ហួសចោះយើងអាចបកក្រោយវិញបានឥឡូវយើងជិះមកជុំលេងជាមួយគ្នាណោះតោះអូខេឥឡូវមកដល់វិញនេះថតពីមាត់ស្ទឹងទៅនេះឃើញទេនេះនៅខាងស្ដាំដៃយើងហ្នឹងគឺបាយឆ្ងាញ់នឹងឥឡូវយើងដើរទៅទាំងអស់គ្នាបាយគេមានបាយសាច់ជ្រូកបាយសាច់មាន់បាយសាច់គោខ្ញុំឮថាល្បីជាងគេបាយសាច់គោប៉ុន្តែដោយសារតែទៅហ្នឹងគឺកំពុងតែធ្វើសាច់គោបន្ថែមហើយអត់ទាន់បានហើយខ្ញុំឃ្លានអញ្ចឹងអីក៏បានដែរសិនណាតាមិនបាច់តន់ភ្លក់អីគ្រាន់តែឃើញសម្រស់នៃសាច់នេះក៏យើងអាចទាយដឹងដែរថារសជាតិវាមិនខ្មិចនោះហើយសំខាន់គឺគេមានជ្រក់ឲ្យយើងបន្ថែមមកសេរីហ្មងគឺថាច្រើនខ្លាំងមែនតើញ៉ាំអស់ប៉ុណ្ណាក៏អស់ចុះតែខ្ញុំម៉មដែរមិនជាញ៉ាំអីច្រើនទេតិចតួចម្ទេសឆានេះបតណងប្រៃផ្សាយហ្មងណាអែមឥឡូវយើងមានគ្រប់គ្រឿងយើងដាក់ឲ្យគ្រប់គ្រឿងមើលទៅម្នាក់ឯងញ៉ាំម្នាក់ឯងថតម្នាក់ឯងអញ្ចឹងវាអត់សូវជាល្អណាស់ណាប៉ុន្តែសំខាន់ចង់ថតដើម្បីមានអនុស្សាវរីយ៍ខ្លួនឯងហើយធ្វើជា vlog មួយដើរលេងញ៉ាំអីសម្រាប់ឲ្យអ្នកទាំងអស់គ្នាបានមើលទៀតសំខាន់ចាចេញ review ម្ហូបលើកទី1អៀនផងអីផងច្បល់ផងអាស្លាតជ្រូកហើយអាពងទានេះកំពុងតែច្បល់វាជ្រុះចេញពីចានក៏មានដែរតែធំមើលអ្នកទាំងអស់គ្នាធ្វើមកទេវារៀលអត់បានកាត់ឲ្យមកស្អាតទេចាគ្រាន់តែដួសបាយដួសសាច់ដួសជ្រក់ចូលសភាមួយហ្នឹងក៏អត់តន់សូវតំណងដែរប៉ុន្តែធ្វើមកទេគ្នារៀនជួយកែតម្រូវផងអ្នកទាំងអស់គ្នាឃើញថាមួយម៉ាត់ដំបូងរៀងហំហានណាដាក់មកគឺអែមហ្មងប៉ុន្តែចាំមើលមួយម៉ាត់ទី2ណាដាក់កាមេរ៉ាដាក់អីហើយដាក់បាយដាក់អីហើយវឹបយកដៃបាំងមាត់បដ ாய் បកាយសាហាវហ្មងកន្លែងអាំងសាច់គាត់គឺនៅខាងក្រោយអូយសាច់នេះតំណងខ្លាំងហើយយើងឃើញក្តៅហុយចេះទៀតអត់ស្រកទឹកមាត់មិនកើតលោកកាលនេះខាងក្តៅហ្មងណាឥឡូវបាយហើយទៅរកកាហ្វេម្ដងអត់កាហ្វេមិនបានចាមិញហ្នឹងញ៉ាំបាយហើយបាយសាច់ជ្រូកមួយចាន6000តែក៏ចង់ញ៉ាំបាយសាច់គោមិនតែវាអត់តន់ឆ្អិនឲ្យឃ្លឿនហើយចង់សាច់ជ្រូកក៏ចាំមកលកោញ៉ាំសាច់គោម្ដងឥឡូវមកឈាននៅកន្លែងកាហ្វេនៅមាត់បឹងណាមាត់ស្ទឹងសំដូរកន្លែងអង្គុយតិចមកនេះហៅតាគៀកទឹកហ្មងហើយអាកាសធាតុគឺត្រជាក់ស្រួលមែនតើនៅសៀមរាបមួយថ្ងៃនេះគឺត្រជាក់ហើយដល់ពេលយើងអង្គុយមកមើលទេសភាពចឹងទៀតស្លាស់មុខស្លាស់មាត់ស្លាស់ខួរហ្មងតោះឥឡូវទៅញ៉ាំកាហ្វេកោទាំងអស់គ្នាដៃតែមួយណាកោឲ្យមើល
អ្នកទាំងអស់គ្នាពេលខ្លះខ្ញុំសូម recommend ឲ្យអ្នកទាំងអស់គ្នាឆ្លៀតយកពេលសម្រាប់ខ្លួនឯងអង្គុយលេងក៏បាននៅភ្នំក៏បានធ្វើអីក៏បានដែលជាចំណងចំណូលចិត្តរបស់ខ្លួនឯងដើម្បីស្រូបយកខ្យល់ហើយយើងមានពេលបានគិតចេញអីថ្មីៗទៀតអញ្ចឹងណាធ្វើអីឲ្យខ្លួនឯងសុបាយចិត្តសម្រាប់ខួរក្បាលសម្រាប់អីចឹងទៅដើម្បីបន្តទៅមុខទៀតព្រោះពេលខ្លះយើងធ្វើការច្រើនពេកយើងគិតច្រើនពេកដល់ពេលយើងអត់បានដកឃ្លាសម្រាប់ពេលវេលាខ្លួនឯងចឹងទៅយើងអត់សូវបានមានពេលអីដែលគិតឲ្យបានវែងឆ្ងាយជាងនឹងអញ្ចឹងដកឃ្លាខ្លះចឹងហើយយើងចំណាយពេលមកធ្វើការបន្តទៀតនៅពេលដែលយើងគេហៅថាសាក់ថ្មជីវិតហើយឃើញខ្ញុំអង្គុយនេះមិនមែនអង្គុយធ្វើការទេចាគឺអង្គុយលេងហ្គេមអញ្ចឹងឥឡូវខ្ញុំទៅវិញហើយអ្នកទាំងអស់គ្នាហើយកាហ្វេមិញហ្នឹងគឺតម្លៃ6000រៀលធូរដែរហើយមិនអង្គុយឡង fresh ហ្មងអញ្ចឹងខ្ញុំជួបគ្នាវីដេអូក្រោយៗទៀតបាយជំរាបលាអស់ដៃវីដេអូចុងក្រោយនេះសូមទោសបងម្ចាស់រូបផងឃើញស្ទូចត្រីនៅមាត់បឹងតំណងពេកក៏ថតទៅអូខេបាយទាំងអស់គ្នា